ប្អូនតាគ្នាខ្ញុំឃើញផលិតផលមួយដែលចាប់អារម្មណ៍មែនតើអញ្ចឹងចង់ដឹងថាផលិតផលអីទៅជួបជាមួយនឹងបងស្រីដែលគាត់ជាម្ចាស់ផលិតផលហ្នឹងទាំងអស់គ្នាចាជំរាបសួរបងចាបងអាចជួយណែនាំខ្លួនបានអត់បងដោយសារឃើញផលិតផលបងតាក់ទាញចាជំរាបសួរខ្ញុំឈ្មោះអ៊ីចាំថាជាម្ចាស់សិប្បកម្មសួងអនាម័យអង្គរបងជាទូទៅហ្មងទៅនៅស្រុកខ្មែរយើងភិជាជាប្រទេសកសិកម្មហើយពួកគាត់ធ្វើដូចជាចន្ទីបាយចន្ទីដូចជាតាមកៅស៊ូហ្នឹងគឺពួកគាត់កាប់ការអំបែកចោលទេអញ្ចឹងពួកយើងក៏មានគំនិតថាយើងចង់កែច្នៃវាអស់លទ្ធភាពបងបានវត្ថុធាតុដើមនេះសូម្បីត្រឡប់ដងក៏យើងអាចយកវាមកកែច្នៃទៅធ្វើជាឈូងអនាម័យបានដែរបងយកវាទៅអប់ឲ្យចេញជាឈូងសិនចេញជាឈូងហើយបានយើងយកវាទៅចូលម៉ាស៊ីនវាយវាមកខ្លាយជាម្សៅវត្ថុធាតុដើមរបស់យើងមានមួយទៀតគឺដលងម្សៅដលងមីដែលផលិតដោយស្រុកខ្មែរយើងទាំងអស់ហើយបងមកឃើញទស្សនភាពកម្មវិធីថ្ងៃនេះមិនដែរបងមនុស្សច្រើនអត់ចាមនុស្សច្រើនបងមានអារម្មណ៍ថាប្រជាជនខ្មែរយើងគឺស្រស់ដៃគ្នាក្នុងការដែលពួកគាត់ជួយគ្រប់គ្រងផលិតផលខ្មែរបងស្រស់ដៃគ្នាមែនតើ